គ្រានេះនៅពេលដែលមេធ្នមរបស់យើងសៀមមុខគាត់បានភ្ញាក់ដឹងខ្លួនឡើងមកវិញឃើញថាខ្លួនឯងឆ្ងល់ខ្លាំងមែនទែនមិនដឹងថានៅកន្លែងណាកន្លែងណីទេមើលចុះមើលឡើងទៅគឺជាផ្ទះរបស់ទូប្រុសរបស់យើងមូហាន់យូនឹងឯងទាំងអស់គ្នាទោះស្ដីដែលជាមេធ្នមខ្ជូតរបស់យើងហ្នឹងណាគាត់ក៏នឹកឃើញរឿងកាលពីម្សិលមិញមុននឹងគាត់ស្លាប់ហ្នឹងគឺដោយសារតែគាត់បានវាយលួចវាយពីខាងក្រៅខ្នងរបស់មូហាន់យូប៉ុន្តែមូលហេតុហ្នឹងគឺថាពលមួយហ្នឹងវាបែរជាត្រឡប់មកត្រូវខ្លួនឯងទៅវិញដោយសារតែខ្សែកធ្មប់ហ្នឹងវាបានការពាររូបរាងកាយរបស់មូហាន់យូដែលជាទូប្រុសភ្លាមហ្នឹងយើងឃើញដៃរបស់ទូប្រុសគាត់លូកមកបើកឧបករណ៍របស់គាត់អ្វីមួយយ៉ាងណាពួកគាត់គឺជាសាស្ត្រាចារ្យរូបវិទ្យាឧបករណ៍ហ្នឹងដូចជាគាត់ជាអ្នកធ្វើឡើងបង្កើតឡើងដើម្បីប្រឆាំងជាមួយនឹងអម្បូរធ្មប់អញ្ចឹងដែលទង្វើមួយហ្នឹងគាត់ធ្វើឲ្យតួស្រីរបស់យើងនឹងគាត់ឈឺក្បាលខ្លាំងឬសំឡេងងាយហើយតួស្រីគាត់អាចបញ្ចេញវិជាសិលធ្មប់របស់គាត់បានទេគាត់ក៏ឆ្ងល់ខ្លាំងមែនទែនតើសំឡេងអីគេមិនបានសុកគាត់បញ្ចេញវិជាសិលបានអញ្ចឹងហើយតើនរណាគេគឺជាអ្នកធ្វើវាបន្ទាប់ឲ្យបើកចុះបើកឡើងទៅមិនដឹងថាតួរបស់យើងគាត់កំពុងតែតេស្តសាកល្បងឬមួយក៏ចង់ចាត់ការតួស្រីណាជាមួយនឹងឧបករណ៍របស់គាត់នឹងព្រោះគាត់នៅខាងក្រៅតួស្រីគាត់នៅខាងក្នុងបន្ទាប់ពីតេស្តសាកល្បងរៀបរាល់អស់ហើយហ្នឹងគាត់ក៏បិទវាវិញគណៈពេលតួស្រីរបស់យើងនឹងគាត់បើកភួយមើលតែមានពីណាគេធ្វើអីគាត់អត់ពួកអីហ្នឹងគាត់ស្លាប់អត់ដឹងខ្លួនអញ្ចឹងគាត់ភ័យដែរប៉ុន្តែសំណាងល្អអត់មាននឹងអីកើតឡើងទេនៅពេលដែលសៀមូគាត់ដើរចេញមកខាងក្រៅក៏ឃើញតួរបស់យើងកំពុងតែឈរបែរខ្នងនេះគឺជាឱកាសល្អខ្លាំងមែនទែនរបស់នាងនៅពេលហ្នឹងតួស្រីរបស់យើងគាត់ក៏សម្រេចចិត្តថាឃើញកូនកបិតចិត្តផ្លែឈើមួយនៅលើតុដាក់ជាមួយនឹងចានផ្លែឈើហ្នឹងគាត់មានចេតនាមួយគឺចង់សាកល្បងចាត់ការមូហានយូនឹងមើលតើចាត់ការគេបានដែរឬមួយក៏អត់តួស្រីរបស់យើងសៀមូនឹងគាត់ក៏បានប្រើប្រាស់វិជាសិលធ្មប់របស់គាត់ហ្នឹងបញ្ជាកូនកបិតមួយហ្នឹងហោះទៅដូចជាចង់ចាក់ទូប្រុសចឹងប៉ុន្តែចាក់បានសម្រេចទេទោះបីជាប្រឹងយ៉ាងណាក៏ដោយក៏កូនកបិតហ្នឹងមិនអាចធ្វើអ្វីទូប្រុសបានដាច់ខាតនៅពេលនោះនាងក៏បានដឹងខ្លួនព្រាមថាប្រកាសជាធម្មពលខ្សែកធ្មប់ហ្នឹងជាអ្នកការពារទូប្រុសអញ្ចឹងបើសិនបើអត់មានការយល់ព្រមឬមួយក៏យ៉ាងណាមិញគឺនាងមិនអាចធ្វើឲ្យទូប្រុសបានទេកលែងមកមើលតួស្រីវិញតួស្រីគាត់ក៏ធ្វើបដូរអេរិយាបថមកធ្វើជាច្បូតសក់ឯណាខ្លាចទូប្រុសឃើញទូប្រុសរបស់យើងគាត់ក៏ដើរមកអង្គុយលើសាឡុងហើយក៏កលែងឃើញកូនកបិតគាត់ឆ្ងល់ថាមិនបានកូនកបិតនៅកន្លែងហ្នឹងវិញពួកកូនកបិតនៅខាងនោះទេតាមកពុតគាត់ដឹងហើយគឺជាទង្វើរបស់សៀមូហ្នឹងប៉ុន្តែសៀមូថាអីមិនបានយកកូនកបិតមកទុកហ្នឹងអញ្ចឹងអាហ្នឹងរបស់គ្រូថ្នាក់កុំយកមកទុកហ្នឹងអីម្យ៉ាងវិញទៀតខ្ញុំអរគុណហើយដែលបានជួយខ្ញុំលោកគឺជាអ្នកមានគុណរបស់ខ្ញុំបានជួយខ្ញុំកាលពីម្សិលមិញនេះតួស្រីគាត់ប្រើប្រាស់ល្បិចក្នុងការតាក់ទងទូប្រុសវិញព្រោះដឹងថាបខំអត់បានទេវិជាសាស្ត្ររបស់គាត់អត់មានប្រសិទ្ធភាពទៅលើខ្សែកធ្មប់នឹងទេដូច្នេះហើយក៏ប្រើល្បិចលួងលោមទូប្រុសណាប៉ុន្តែទូប្រុសគាត់ដឹងគាត់ក៏ក្រោកចេញទៅហើយគាត់ឆ្ងល់ខ្លាំងណាស់ថាអេរិយាបថរបស់នាងកាលពីម្សិលមិញដូចមិនមែនអញ្ចឹងទេមិនបានជានៅពេលនេះផ្លាស់ប្ដូរ360ដឺក្រេអញ្ចឹងតើនាងកំពុងតែគិតអីតួស្រីរបស់យើងថាអត់ទេប៉ុន្តែដោយសារតែលោកគឺជាអ្នកមានគុណបានជួយសង្គ្រោះជីវិតរបស់ខ្ញុំកាលពីម្សិលមិញម្ល៉េះហើយខ្ញុំគួរតែធ្វើរឿងខ្លះដើម្បីទុកជាការអរគុណទៅកាន់លោកដែលជាអ្នកមានគុណជួយសង្គ្រោះខ្ញុំតួស្រីគាត់និយាយផ្អែមល្ហែមអញ្ចឹងណាប្រើប្រាស់នៅល្បិចគេថាមុនស្នេហ៍របស់គាត់នឹងដាក់ទៅលើទូប្រុសនៅពេលនោះទូប្រុសគាត់ក៏តបវិញគាត់ថានាងពិតជាពេញចិត្តខ្ញុំបែបហ្នឹងពិតមែនទេតែបើនាងពេញចិត្តខ្ញុំមិនបានជាកែភ្នែករបស់នាងសម្លឹងមើលតែខ្សែករបស់ខ្ញុំទៅវិញខ្សែកធ្មប់របស់ទូប្រុសគាត់កំពុងតែពាក់នៅលើកហ្នឹងណាតួស្រីថាអត់ទេខ្ញុំស្បត់ខ្ញុំអត់បានមើលខ្សែករបស់លោកទេគឺខ្ញុំមើលសាច់ដុំដើមទ្រូងរបស់លោកទៅតាតែទូប្រុសគាត់ឆ្លាតទាំងអស់គ្នាគាត់ថាអញ្ចឹងបើអញ្ចឹងមែនមិនអីទេប៉ុន្តែខ្ញុំប្រាប់នាងតាមត្រង់ទៅល្បិចមួយហ្នឹងមិនអាចធ្វើអីខ្ញុំបាននោះទេខ្ញុំមើលដឹងល្បិចរបស់នាងហើយវាអត់មានប្រយោជន៍ចំពោះខ្ញុំទេបន្ទាប់មកទូប្រុសគាត់ក៏អស់ដៃតួស្រីរុញចេញទៅក្រៅផ្ទះរបស់គាត់តែម្ដងទៅដល់ពេលនាងត្រូវចាក់ចេញពីផ្ទះរបស់ខ្ញុំហើយសម្រាប់កាលពីមួយយប់មិញមួយយប់ទៅហើយនៅធ្វើអីទៀតតួស្រីថាអត់ទេសម្រាប់មកយប់ហើយខ្ញុំចង់សម្រាប់នៅទីហ្នឹងទៀតតែមិនបាច់ទេតួប្រុសគាត់ក៏រុញឲ្យបិទទ្វារចិត្តកន្លែងមកមើលអ្នកដែលបញ្ជាបងធំទៅតាមចាប់តួស្រីដែលជាមេធ្នស់របស់យើងកាលពីម្សិលមិញហ្នឹងនោះគឺជាបរិសចម្លែកមុខម្នាក់ដែលបានជួបជាមួយនឹងតួប្រុសមូហានយូរបស់យើងនៅក្នុងព្រះវិហារដែលយើងបានឃើញការពិភាក្សាទី1ដែរនឹងឯងហើយម្នាក់ហ្នឹងមានឈ្មោះថាស៊ូឈិនគេគឺជាមនុស្សម្នាក់ដែលមានឥទ្ធិពលខ្លាំងទាំងអស់គ្នាសូម្បីតែបងធំហ្នឹងក៏ខ្លាចញើតគេដែរដោយសារតែចាប់ធ្មប់បាត់បានត្រឡប់មកឲ្យគេវិញហ្នឹងណាគេក៏គំរាមវាយទៅលើបងធំម្នាក់ហ្នឹងណាគឺចង់វាយបំបីក្បាលតែម្ដងទាំងអស់គ្នាវុបដាក់ឲ្យគ្នាបែកខ្នងចឹងហើយវាយវិសក្បាលរបស់គ្នាអញ្ចឹងហើយចំណែកបងធំនោះវិញក៏អត់ហ៊ានបកាយទេគាត់ដឹងគាត់ឈរឡើងស្រាវសឹងតែលេចនោមហើយនរណាមិនភ័យនរណាមិនស្រាវបើតែបងហៅវិសក្បាលខ្លួនឯងអញ្ចឹងហើយឈរមើលឃើញម្ដងឡើងវុបលហោនក្បាលអញ្ចឹងហើយបន្ទាប់មកស៊ូឈិនហ្នឹងគាត់ក៏គំរាមទៅកាន់បងធំនឹងថាខ្ញុំប្រាប់លោកអេស៊ូប៊ូលឆាប់ទៅតាមរកមេធ្មប់នោះហើយចាប់ខ្លួននាងមកឲ្យខ្ញុំឲ្យបានមិនអញ្ចឹងទេលើក្រោយខ្ញុំវាយប្រកាសជាមិនខុសទេប្រកាសជាខ្ញុំវាយកំទេចក្បាលលោកឯងចោលហើយឆាប់ទៅលឿនព្រាមទៅគំរាមគ្នារៀបរាប់អស់ហើយនឹងក៏ធាក់គ្នាមកជើងបន្តតែគ្នាទៅទៀតហើយលបងធំចាត់ទៅបាទលបងបាទខ្ញុំច្វាយខ្ញុំសន្យាថាខ្ញុំនឹងរកមេធ្មប់ចាប់យកមកឲ្យច្វាយវាបានកុំខឹងអីចឹងគ្នាក៏រត់បញ្ញាប់តែថប់ទៅអូយចំជាសាហាវមែនស៊ូឈិននេះប៉ុន្តែមុខគាត់សង្ហាគួរសម
មកមើលដល់ទូរបស់យើងវិញនៅក្នុងពេលនេះគាត់បានមកផ្ទះចាស់មួយដែលផ្ទះចាស់មើលទៅទំនងជាអតីតផ្ទះរបស់គាត់ដែលគ្រួសាររបស់គាត់ធ្លាប់រស់នៅជួបជុំគ្នានៅកន្លែងនឹងជាមួយនឹងឪពុកម្ដាយប៉ាម៉ាក់របស់គាត់ចឹងតែមួយហើយនៅក្នុងពេលហ្នឹងទូរបស់យើងគាត់ក៏បានសម័យឃើញរឿងរ៉ាវអតីតកាលជាមួយនឹងក្តារខៀនគាត់បានបិទជាមួយនឹងគម្រោងផែនការក៏ដូចជាវត្ថុដៅចំណាំទៅថាគាត់តាមរកអម្បូរធ្មប់ហ្នឹងណាទាំងអស់គ្នាដែលនៅក្នុងពេលហ្នឹងគាត់បានសម័យឃើញប៉ាម៉ាក់របស់គាត់កំពុងតែនិយាយជាមួយនឹងមេធ្មប់ស្រីម្នាក់ដែលប៉ារបស់គាត់បាននិយាយថាខ្ញុំសុខចិត្តបដូរជីវិតរបស់ខ្ញុំដើម្បីតែជួយកូនប្រុសរបស់ខ្ញុំហើយចំណែកអ្នកម៉ាក់របស់គាត់ក៏និយាយថាត្រូវហើយកូនប្រុសរបស់ខ្ញុំមានតែគេទទួលយកបានធម្មពលពីតកូលធ្មប់ទេទើបគេនឹងលែងរងគ្រោះដោយសារតែតកូលធ្មប់បន្តទៅទៀតហើយនៅក្នុងពេលហ្នឹងឃើញថាមេធ្មប់ស្រីម្នាក់ហ្នឹងក៏បានប្រើយុទ្ធសាស្ត្រវាយប្រហារទៅលើឪពុកម្ដាយរបស់តួប្រុសប៉ុន្តែភ្លាមហ្នឹងនាងក៏បានដួលដេកទៅនឹងដីហើយក៏ក្អួតឈាមជាច្រើនថែមទៀតផងហើយខ្សែកនៅលើខ្លួនរបស់គាត់ក៏បានបាត់ថែមទៀតបន្ទាប់មកតួប្រុសរបស់យើងគាត់បាននិយាយថានៅពេលនេះប៉ាម៉ាក់ខ្សែកធ្មប់ក៏នៅលើខ្លួនរបស់ខ្ញុំហើយខ្ញុំត្រូវទៅរកមធ្យោបាយដើម្បីនាំអ្នកទាំងពីរត្រឡប់មកវិញឲ្យបានមិនដឹងថាគាត់គិតចង់ធ្វើអីទាំងអស់គ្នាណាសាច់រឿងគេបានបង្ហាញអញ្ចឹងកន្លែងមកមើលនៅក្នុង club disco មួយកន្លែងវិញនៅពេលនេះមាន bro 2នាក់ bro មកគាត់កំពុងតែនិយាយថាណែឯងដឹងអត់ទេលោកយាយរបស់យើងធ្លាប់និយាយថានៅលើលោកនេះមានធ្មប់ឲ្យតែយើងណាដាក់លក្ខខណ្ឌចុះកងត្រាជាមួយនឹងធ្មប់ឲ្យបានស្រួល4ផ្ដល់តម្លៃដែលថាត្រូវសងទៅឲ្យធ្មប់វិញឲ្យបានត្រឹមត្រូវយើងសុំអីក៏បានដែរលោកយាយរបស់យើងនិយាយអញ្ចឹងពិតមែនណាហើយម្នាក់នោះគាត់ក៏តបទៅវិញថាវាមិនដែលលើលោកនេះមានធ្មប់បើអញ្ចឹងមែនណាគាត់ទៅចុះកងត្រាមែនណាខ្ញុំសុខចិត្តកាត់បន្ថយអាយុ10ឆ្នាំនោះធ្វើយ៉ាងណាក៏ដោយឲ្យតែបានមាសប្រាក់លុយកាក់មកចាយមិនចេះអស់ប៉ុន្តែប្រូមកគាត់ថាគាត់តែចុះកងត្រាចង់បានលុយកាក់អញ្ចឹងវាដូចជាខ្ជះខ្ជាយពេកព្រោះខ្ញុំឮថាធ្មប់ស្អាតណាអ្នកនេះក៏តវិញថាបើអញ្ចឹងមែនណាយើងរៀបការជាមួយធ្មប់ត្មងទៅយើងមិនចំណេញច្រើនទេឯងខូចដែរហ្នឹងឯងខូចដូចគ្នាហ្នឹងភ្លាមនោះសៀស៊ីងយីដែលជាប្អូនស្រីរបស់សៀមុតួស្រីរបស់យើងហ្នឹងណាតើទៅជាម្បូរធ្មប់ឲ្យគាត់បានស្ដាប់ឮហើយគាត់ក៏សួរមកប្រូទាំងពីរហ្នឹងថាចោះលបងឯងទាំងពីរនាក់ចង់បានអីដែរនាងចង់លេងសើចជាមួយនឹងពីរនាក់ហ្នឹងព្រោះមើលទៅពីរនាក់ហ្នឹងនិយាយអាក្រក់អំពីធ្មប់ហ៎អញ្ចឹងហើយស៊ីងជីហ្នឹងគាត់ក៏បានប្រើវិតាមុនរបស់គាត់សណ្ដំទៅលើបរិសុទ្ធទាំងពីរនាក់របស់យើងហ្នឹងឲ្យគាត់នឹងចាប់ផ្ដើមគ្រប់គ្រងខ្លួនឯងមិនបានវិញវ៉ាន់គាត់ចាប់ផ្ដើមផ្ទះកំភ្លៀងគ្នាទៅវិញទៅមកហ្នឹងទៅដំបូងឡើយប្រូម៉ាប់គាត់ធ្វើដឹងអារម្មណ៍ដែរគាត់ថាសុំតួអាំឡាញ់យើងដូចគ្រប់គ្រងខ្លួនឯងមិនបានមិនទៅអញ្ចឹងផាច់មួយផាច់ទៅផាច់មកផាច់ទៅផាច់មកហ្នឹងទៅភ្លាមហ្នឹងជាមុខតួស្រីរបស់យើងហ្នឹងគាត់ក៏ទទួលអារម្មណ៍ដឹងថានៅពេលនេះប្អូនស្រីរបស់គាត់កំពុងតែចេញមកពិភពខាងក្រៅបង្កបញ្ហាទៀតហើយនាងខឹងយ៉ាងខ្លាំងនាងក៏បានដើរមកដល់ទីនេះនឹងបានស្ដីបន្ទោសទៅកាន់ស៊ីងជីថាស៊ីងជីមិនបានជាឯងមកទៀតហើយបំរាមរបស់សៀមុខរបស់យើងគឺមិនឲ្យប្អូនស្រីចូលមកក្នុងពិភពរបស់មនុស្សទេទាំងអស់គ្នាឲ្យតែនាងមកនៅពេលណាគឺតែងតែស្និទ្ធស្នាលជាមួយមនុស្សយកមនុស្សមកលេងសើចប្រើប្រាស់មុនអាគមរបស់ខ្លួនហ្នឹងណាដាក់ទៅលើមនុស្សហើយចាប់មនុស្សធ្វើបាបឲ្យទាំងអស់គ្នាអញ្ចឹងនៅក្នុងពេលហ្នឹងសៀមុខរបស់យើងគាត់ក៏បានប្រើមុនអាគមរបស់គាត់ហ្នឹងដោះមុនអាគមរបស់ស៊ីងជីដែលបានដាក់ទៅលើបរិសុទ្ធទាំងពីរនាក់ឲ្យគេហ្នឹងដឹងខ្លួនឡើងមកវិញឈប់ផ្ទះកំភ្លៀងគ្នាបន្តទៅទៀតបន្ទាប់មកក៏បានស្ដីបន្ទោសទៅកាន់ប្អូនស្រីថាមិនបានជាឯងមកបន្សាប់បង្គាប់របស់បងអញ្ចឹងឆាប់តបទៅវិញកាលពីមុនណាឯងចេញទៅតាក់ទងជាមួយនឹងមនុស្សហើយចាប់គេឡើងទៅលើភ្នំចោលមកយប់វិតែនឹងនាំទុកមកដល់កន្លែងក្លឹបរបស់យើងបាត់ទៅហើយឯងដឹងអត់កុំទៅតាក់ទងជាមួយមនុស្សទៀតបើសិនជាតាក់ទងជាមួយមនុស្សកាន់តែជិតស្និទ្ធគឺកាន់តែបង្កបញ្ហាឯងមានដឹងទេនៅពេលហ្នឹងស៊ីងជីគាត់ក៏បានសុំទោសទៅកាន់បងស្រីថាបងស្រីខ្ញុំសុំទោសផងខ្ញុំឈប់ធ្វើឲ្យនឹងបន្តទៀតហើយខ្ញុំគ្រាន់តែទៅលេងសើចជាមួយមនុស្សដោយសារតែខ្ញុំរស់នៅវាធុញទ្រាន់ខ្លាំងពេករាល់ថ្ងៃហ្នឹងណាទៅលេងសើចជាមួយមនុស្សគឺពិតជារីករាយខ្លាំងណាស់បងស្រីតែខ្ញុំសន្យាខ្ញុំឈប់ធ្វើឲ្យនឹងបន្តទៀតហើយទីមុខរបស់យើងថាឯងបានតែសន្យាតរហូតហ្នឹងពីមុនក៏សន្យាប៉ុន្តែសន្យាបកកបញ្ហាតែរហូតដូចគ្នានៅពេលហ្នឹងស៊ីងជីរបស់យើងគាត់ក៏បដូរប្រធានបទគាត់ថាបងស្រីចុះបងស្រីតាមរកខ្សែកធ្មប់របស់យើងនឹងបានឃើញហើយឬនៅបងស្រីក៏តបទៅវិញថាបានរកឃើញហើយប៉ុន្តែវានៅលើបរិសុទ្ធម្នាក់នៅពេលនោះស៊ីងជីគាត់សប្បាយចិត្តជាខ្លាំងគាត់ថាបើសិនបើអាចយកបតោងយកខ្សែកនឹងវិញបានបងស្រីនឹងខ្លាចទៅជាមេកុលសម្ព័ន្ធអម្បូរធ្មប់ហើយបងស្រីក៏លែងបថយជីវិតបន្តទៅទៀតដែរតែគិតយ៉ាងម៉េចទៅស៊ីមុខរបស់យើងថាអត់ប្រយោជន៍ទេពួកអីនោះតែគាត់ធ្មប់នៅលើបរិសុទ្ធម្នាក់ប្រសិនបើគេមិនសុខចិត្តស្ម័គ្រចិត្តប្រគល់វាមកឲ្យយើងដោយសន្តិចិត្តរបស់គេនោះទេយើងអាចទៅដណ្ដើមបានទេពួកខ្សែកហ្នឹងកំពុងតែស្ថិតនៅលើរូបរាងកាយរបស់គេនឹងការពារគេយើងគាត់អាចប្រើមន្តអាគមធ្វើអីគេបានដែរនៅពេលនោះតួស្រីរបស់យើងក៏មានចេតនាមួយតាមស៊ើបពីប្រវត្តិរបស់តួប្រុសដើម្បីរកចំណុចខ្សោយដើម្បីឲ្យនាងរៀបចំផែនការធ្វើឲ្យគេនឹងស្ម័គ្រចិត្តប្រគល់បន្តោងខ្សែកហ្នឹងមកឲ្យនាងតែម្ដងនៅក្នុងពេលហ្នឹងស៊ីងជីក៏បានរកប្រវត្តិរបស់តួប្រុសរបស់យើងឃើញមូហានយូគេមានអាយុ25ឆ្នាំហើយគេអត់មានគ្រួសារទេប៉ាម៉ាក់របស់គេបានស្លាប់អស់ទៅហើយប៉ុន្តែគេជាសិស្សបកែផ្នែករូបវិទ្យាហើយក៏ជាសាស្ត្រាចារ្យរូបវិទ្យាដែលក្មេងជាងគេនៅក្នុងប្រទេសនឹងដែរមិនតែប៉ុណ្ណោះគេមានក្រុមហ៊ុនជាច្រើនហើយមានទ្រព្យសម្បត្តិក៏ច្រើនមិនធម្មតាដែរគេបានសាងសង់ក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលថាជាប់ចំណាត់ថ្នាក់ top 5 top 3អញ្ចឹងនៅក្នុងប្រទេសអញ្ចឹងណាហើយមកដល់ពេលនឹងអាយុ25ទៅហើយគេមិនដែលដេតជាមួយនឹងស្រីណាទេគ្រាន់តែលើបែបហ្នឹងភ្លាមតួស្រីរបស់យើងក៏នឹកឃើញថាអញ្ចឹងមានតែប្រើមធ្យោបាយដេតហ្នឹងដើម្បីចាត់ការគេតែម្ដងទៅព្រោះលឺតែគេមិនដែលដេតអញ្ចឹងបើគាត់ជាអត់មានបទពិសោធន៍ទេ
គ្រាន់តែដឹងអញ្ចឹងភ្លាមតួស្រីរបស់យើងក៏បានបញ្ញាទៅរៀបចំតុរៀបចំកៅអីកន្លែងជប់លៀងនៅក្នុងផ្ទះរបស់ទូប្រុសមូហានយូរបស់យើងតែម្ដងដល់ឲ្យគេដឹងទៅថែមទាំងពាក់អាវរបស់មូហានយូថែមទៀតផងរបៀបថាពាក់អាវហើយលៀកខោខ្លីអញ្ចឹងណាគ្រាន់តែមូហានយូគាត់ចូលមកដល់ភ្លាមគាត់ក៏ភ្ញាក់ព្រឹតណាគេមកនៅក្នុងផ្ទះរបស់ខ្ញុំហ្នឹងស៊ីមូក៏តបថាគឺខ្ញុំតាដោយសារតែថ្ងៃនេះជាថ្ងៃខួបកំណើតរបស់ខ្ញុំហើយខ្ញុំអត់មានមិត្តភក្តិទេលោកគឺជាមនុស្សដែលបានជួយសង្គ្រោះជីវិតរបស់ខ្ញុំដូច្នេះហើយខ្ញុំចាត់ទុកលោកគឺជាអ្នកមានគុណហើយម្យ៉ាងវិញទៀតក៏ជាមិត្តភក្តិពាក់កណ្ដាលរបស់ខ្ញុំដែរអញ្ចឹងដើម្បីអបអរពិធីខួបកំណើតរបស់ខ្ញុំមានតែមកធ្វើនៅក្នុងផ្ទះរបស់លោកតែម្ដងទៅមកមូហានយូក៏សួរថាគ្រាន់តែមករៀបចំខួបកំណើតនៅក្នុងផ្ទះរបស់ខ្ញុំចុះចាំបាច់ឲ្យយកអាវរបស់ខ្ញុំពាក់អញ្ចឹងឆ្ងល់ត្រូវដែរឆ្ងល់ដូច admin ដែរនៅពេលហ្នឹងស៊ីមូគាត់និយាយថាដោយសារតែការពីម្សិលមិញមិនមែនជាខ្លួនខ្ញុំពិតប្រាកដទេនៅពេលនេះខ្ញុំបង្ហាញនៅខ្លួនរបស់ខ្ញុំពិតប្រាកដយ៉ាងម៉េចដែរមានខុសតអីកុំថាឲ្យខ្ញុំនឹងប្រើល្បិចពុតបត់ជាមួយនឹងលោកបន្តទៀតមិនអញ្ចឹងហីនៅពេលហ្នឹងមូហានយូរបស់យើងគាត់ក៏ចាប់ដៃនាងចុះនឹងបាននិយាយទាំងគួរឲ្យឆ្ងល់និងគួរឲ្យអស់សំណើចថាអីគេគ្រាន់តែពេលអាយរបស់ខ្ញុំនឹងចង់បង្ហាញអំពីខ្លួនរបស់នាងពិតប្រាកដនាងជាមនុស្សបែបណាពិតប្រាកដអញ្ចឹងហីយកអាវរបស់ខ្ញុំមកពាក់ហើយចង់បង្ហាញថាខ្លួនឯងនឹងយ៉ាងម៉េចឲ្យពិតប្រាកដវាគួរឲ្យចម្លែកពេកទេដឹងប៉ុន្តែអត់ទេទូស្រីរបស់យើងក៏បានបង្វែរសំណួរហើយក៏នាំទូប្រទៅអង្គុយដើម្បីញ៉ាំស្រាជុំគ្នាអបអរខួបកំណើតរបស់នាងនឹងអាល់វិលត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនអញ្ចឹងណាទូប្រុសគាត់ក៏ស្រោបតាមដំណើរមួយនឹងសិនទៅហើយកំពុងតែប្រុងប្រយ័ត្នខ្លួនយ៉ាងមាំតែម្ដងព្រោះដឹងច្បាស់ណាស់នេះគឺជាល្បិចរបស់សៀមុទូស្រីរបស់យើងយ៉ាងពិតប្រាកដទូស្រីរបស់យើងក៏បបួលទូប្រុសញ៉ាំស្រានាងញ៉ាំលើកឡើងដាច់ចំណែកឯទូប្រុសវិញក៏អត់ហ៊ានលើកដាច់ទេគាត់ញ៉ាំបន្តិចសៀមុបាននិយាយថាឥឡូវនឹងញ៉ាំស្រារួចហើយដល់ពេលដែលខ្ញុំត្រូវបួងសួងសូមបំណងប្រាថ្នាក្នុងថ្ងៃខួបកំណើតរបស់ខ្ញុំបំណងប្រាថ្នារបស់ខ្ញុំគឺចង់បានកាដូមួយដ៏អស្ចារ្យកាដូមួយនោះគឺនោះគឺខ្សែកនៅពេលហ្នឹងមូហានយូគាត់បាននិយាយថាបំណងប្រាថ្នារបស់នាងគឺប្រកាសជាមិនបានសម្រេចទេព្រោះមិនគួរនិយាយវាចេញមកកង្កែបើនិយាយចេញមកកង្កែអញ្ចឹងវាប្រកាសជាប្រផ្នូលមួយដ៏អាក្រក់ដែលធ្វើឲ្យវាមិនអាចសម្រេចបាននៅពេលហ្នឹងទូស្រីក៏តបទៅវិញថាវាមិនអញ្ចឹងគ្រប់រឿងនោះទេវាមិនប្រកាសថាមិនបានសម្រេចទេបន្ទាប់មកនាងក៏ចាប់ផ្ដើមផ្លុំទៀនដើម្បីបញ្ចប់ការបួងសួងនឹងអញ្ចឹងណាប៉ុន្តែផ្លុំម្ដងអត់រលត់ផ្លុំពីរដងអត់រលត់ផ្លុំ3ដងទូប្រុសគាត់ក៏ចេះតែតាមដានមើលមិនបានផ្លុំមិនរលត់ដល់តែផ្លុំរលត់ទៅហ្នឹងស្រាប់តែផ្សែងទៀនហ្នឹងវាបានហោះចូលច្រមុះរបស់ទូប្រុសរបស់យើងនេះអញ្ចឹងក៏ធ្វើឲ្យគាត់ហាក់ដូចជាដឹងខ្លួនថាខ្លួនឯងមានអីប្លែកមិនដឹងនោះទេគាត់ក៏បញ្ញាសួរទៅកាន់ស៊ីមុរបស់យើងថាតើនាងបានធ្វើអីដាក់មកលើខ្ញុំនៅពេលហ្នឹងស៊ីមុក៏តបទៅវិញថាអត់មានធ្វើអីទេចាំស្រាប់តែបញ្ជារបស់ខ្ញុំទៅបានហើយមូហានយូឆាប់ប្រគល់ខ្សែករបស់លោកមកឲ្យខ្ញុំភ្លាមនៅពេលហ្នឹងហានយូរបស់យើងគាត់ចាប់ដើមឆ្ងល់មកមិនបានដៃរបស់គាត់មិនអាចគ្រប់គ្រងខ្លួនឯងបានអញ្ចឹងគឺដៃរបស់គាត់មកខាងចាប់ដើមទាញកន្ត្រាក់ខ្សែកហ្នឹងចង់ប្រគល់ទៅឲ្យសៀមុតែម្ដងប៉ុន្តែដៃមកខាងទៀតដែលនៅអាចគ្រប់គ្រងខ្លួនឯងបានក៏ព្យាយាមចាប់ឡើងជាប់ប៉ុន្តែសៀមុគាត់និយាយថាក្មេងល្អឆាប់ប្រគល់ខ្សែកមួយហ្នឹងមកឲ្យខ្ញុំភ្លាមមកនៅពេលហ្នឹងមូហានយូគាត់ភ័យខ្លាំងមែនទែនព្រោះគាត់អាចគ្រប់គ្រងខ្លួនឯងបានទេមកខាងគាត់ចង់ឲ្យមកខាងទៀតគាត់ព្យាយាមចាប់ចុះចាប់ឡើងណាមូហានយូគាត់ក៏សន្លប់ទៅនៅលើតុនឹងបាត់ទៅនៅក្នុងពេលហ្នឹងសៀមុរបស់យើងគាត់ខឹងច្រឡោតខ្លាំងមែនតើវិនឹងបានមកហើយហ្នឹងមូហានយូឆាប់ក្រោកឡើងមិនបានច្រឡោតអីសន្លប់អញ្ចឹងប៉ុន្តែនៅពេលហ្នឹងគឺអាចធ្វើអីបាននោះទេបន្ទាប់មកសាច់រឿងបានកាត់ទៅមកខាងទៀតគឺនៅពេលដែលតួស្រីរបស់យើងបានវាយមូហានយូទៀតទៅវិញកាលពីម្សិលមិញហ្នឹងណានៅពេលដែលគេក្រោកឡើងមកវិញគឺបែរជានៅក្នុងអាងទឹកមិនដឹងថាមានអីកើតឡើងទេទាំងអស់គ្នាយើងឈុតនឹងប្លែកតិចណាចឹងមានតាមដានបន្តទៀត